ระยะពេល12ឆ្នាំដែលពួកយើងបានសិក្សានៅសាលាអន្តរជាតិឲ្យបានណឡៃគោលដៅដ៏ធំបំផុតដែលយើងទាំងអស់គ្នាចង់បាននោះគឺការបញ្ចប់ថ្នាក់មធ្យមសិក្សាជាមួយចំណេះដឹងនិងនិទ្ទេសល្អៗពីមុនខ្ញុំតែងគិតថារយៈពេល12ឆ្នាំគឺវាយូរណាស់បន់ឲ្យតែចាប់ថ្នាក់ទី12ឆាប់ៗទេប៉ុន្តែនៅពេលដែលខ្ញុំឆ្លងកាត់12ឆ្នាំគឺវាលឿនមែនតើលឿនរហូតដល់ខ្ញុំត្រៀមខ្លួនសឹងមិនទាន់សម្រាប់ថ្ងៃនេះហើយថ្ងៃនេះគឺជាថ្ងៃទទួលសញ្ញាបត្របញ្ចប់ការសិក្សារបស់ពួកយើង ដូចជាខាងជួបគ្នាដូចជាមួយខែនេះមកយាយសុខសប្បាយសុខសប្បាយហើយចត់ដល់ឡានសុខសប្បាយអត់សុខសប្បាយតាម៉ានហើយអត់សួរសុខទុកខ្ញុំចឹងអូច្រឡំឆិតជាហៅបាយសប្បាយអូយខាន់ជួបគ្នាយូរលើជួបគ្នាដូចនឹកបានតែតកាលតាំងពីវិទ្យាល័យមុនជាពិសេសដូច camping អូខ្ញុំចាំការហ្នឹងជាហៅដូចតុបតែងជាសេះម៉ែនអាសេះហ្នឹងខ្ញុំទិញពីថៅបើឡើងធូរថ្លៃហើយនឹងស្រួលពាក់ទៀតតែលើគេលូថាដូចហប់ណាហប់នៅក្នុងអត់មានខ្យល់សោះតែពេលលេងជាមួយមិត្តភក្តិដូចអត់មានអារម្មណ៍ហត់សោះហៅ sweet មកហើយបើខ្ញុំវិញខ្ញុំការហ្នឹងតុបតែងជាសេះដែរប៉ុន្តែសេះខ្ញុំមានសក់អិនតលូស្អាតណាស់អូដូចជាមួយដ line មែនជាមួយមិត្តភក្តិផ្សេងមែនដូចគ្នាតែសេះយើងសេះស្អាតសេះជាហៅផ្សេងអញ្ចឹងសេះគេខ្ជូតដែរណាបានជប់ឥឡូវនិយាយពីទាត់បាល់វិញបានចាំអត់លើកមុនណាខ្ញុំឆើទាត់ពីឡើងឆ្ងាយហ្មងហើយចូលគោទាំងអស់គ្នាឡើងស្រេចយកហ្មងពេលខ្ញុំភើបហ្មងណាដូចជួយឈើមអីសែកអីផងអីភ័យអីផងដូចពេលហ្នឹងមួយគ្នាពេលហ្នឹងអូយបើខ្ញុំវិញសែកឡើងចង់បាញ់ពងកហើយចុះខ្ញុំសួរដាឡែនវិញដាឡែនគិតថាកម្មវិធីសាលាមួយណាដាឡែនចង់ចាំជាងគេបើខ្ញុំវិញខ្ញុំគិតថាសកម្មភាពឬក៏កម្មវិធីដែលធ្វើឲ្យខ្ញុំដូចដកជាប់ជាងគេគឺកម្មវិធីទស្សនកិច្ចទៅខាងតំបន់សូននៅខាងខេត្តតាកែវហើយកម្មវិធីថតរបាំត្រុដិនៅប្រាសាទនគរបាជ័យហើយជាពិសេសបំផុតនោះគឺកម្មវិធី camping ដែលពួកយើងទាំងអស់គ្នាបានថតរូបជុំគ្នាបានរៀបឈៀងព្រមពេលយប់ហើយក៏បានឃើញវីដេអូដែលខាងលោកគ្រូអ្នកគ្រូបានថតដើម្បី surprise ពួកយើងជាមួយនឹងសិស្សប្អូនរបស់យើងហើយចូលអ៊ីនសៀមវិញអញ្ចឹងដល់ហើយភ្លេចថ្ងៃ pre graduation មិញអូមែនថ្ងៃ pre graduation ហ្នឹងយើងបានស្លៀកពាក់ឡើងស្អាតជាពិសេសគឺពេលស្លៀកពាក់ឈុតប្រពៃណីខ្មែរចាំអត់ហើយបើដល់ហើយនឹងសៀមហ្នឹងខ្ញុំឲ្យ9លើ10គឺថានៅថ្ងៃហ្នឹងយើងបានធ្វើលេងឡើងសប្បាយយើងបានគូររូបបានសញ្ញាលើក្តារខៀនទុកជាអនុស្សាវរីយ៍ហងហើយចុះណាគេនេះសញ្ញាពេលហ្នឹងខ្ញុំបានឃើញអ្នកនរគ្នាគួយអបសុកពេកចុះទៅនាំអ្នកនរគ្នាទៅសញ្ញានឹងគូររូបលើក្តារខៀនណាអ៊ីសៀមដូចជាអត់មកឆ្លើយសំណួររបស់ខ្ញុំទេអូផ្លេចមិញដល់ឡើងសួរអីគេសំណួរសួរថាតើកម្មវិធីសាលាមួយណាដែលអ៊ីសៀមចង់ចាំនិងមានអនុស្សាវរីយ៍ច្រើនជាងគេcamping ហេអត់ឆ្លើយដូចគ្នាមួយគេទេសូមចម្លើយក្រៅពី camping សំដៅសម្ពាធឲ្យសម្ពាធជាងប្រឡងទៀតប៉ុន្តែខ្ញុំវិញខ្ញុំក៏ចាំរឿង
ការទស្សនកិច្ចនៅកន្លែងតម្បាញសូត្រនៅខេត្តតាកែវកាលនោះខ្ញុំថតវីដេអូឲ្យសាលាវីដេអូនោះខ្ញុំឃើញតែមុខជាហៅសុទ្ធ ធ្វើម៉េចមកគេស៊ីនឹងកាមេរ៉ា បានទេទៅអូខេឥឡូវនិយាយពីអនាគតវិញចង់ធ្វើអីចង់ហ៊ានណា បើខ្ញុំចង់រៀននៅប្រទេសអូស្ត្រាលីខាងផ្នែក nursing ដោយសារខ្ញុំចង់ជួយអ្នកជំងឺក៏ដូចជាអ្នកទន់ខ្សោយផងដែរហើយចង់ជាហៅវិញ ខ្ញុំចង់ទៅប្រទេសចិនរៀនផ្នែក business ដើម្បីបន្តរកស៊ីជាមួយប៉ាខ្ញុំចាំអីគេ ឆ្លើយមកអូខេបើខ្ញុំវិញចង់រៀននៅអូស្ត្រាលីដូចយ៉ាងសៀមដែរតែមកជាដែលខ្ញុំចង់រៀនគឺសេរីនឹងជាហៅគឺតែទៅនឹង business តែទៅនឹងកណន័យអីដោយសារតែធំឡើងខ្ញុំចង់ធ្វើជាអាជីវករឬក៏ពាណិជ្ជករសេរីនឹងជាហៅតពីប៉ាម៉ាក់ដែរ អូអញ្ចឹងមិនអញ្ចឹងយើងរកស៊ីជាមួយគ្នាមក បានតើមានអីអញ្ចឹងដល់ឡើងជាមួយជាហៅពេលឈឺម្ដងណាមកខ្ញុំមកអូខេអូខេកុំថៃ ចាំហោះទៅអូស្ត្រាលីទៅហៅមក អូខេ Class of 2026!